កូនក្រមុំត្រូវបានគេសែងចូលច្រឡំមិនទាន់ដឹងខ្លួនទេថាមានស្រមោលមនុស្សចម្លែកជាច្រើនបានលេចឡើងក្នុងក្បួនដង្ហែនេះលុះពេលស្រមោលទាំងនោះចូលមកគៀកទើបមានគេចាប់អារម្មណ៍ព្រោះមនុស្សដែលកើនឡើងទាំងនេះមិនមែនជាអ្នកភូមិរបស់ពួកគេទេគ្រប់គ្នាភ័យស្លន់ស្លោចង់តែបកក្រោយរត់ទៅផ្ទះវិញតែក៏ត្រូវលោកតាសើខាត់ជាប់ហើយប្រាប់ថាចូលដល់តំបន់ខ្មោចនេះហើយគឺហាមបកក្រោយដាច់ខាតបើមិនចង់ឲ្យស្រមោលទាំងនោះចូលសន្ធិដ្ឋអ្នកភូមិភ័យញ័រខ្លួនតែត្រូវខំមាត់ដើរទៅមុខបន្តក្រោយមកស្រីម្នាក់បានដឹងខ្លួនថាពួកគេកំពុងតែដើរវង្វេងត្រឡប់មកកន្លែងដើមវិញនាងក៏យកខ្សែក្រហមចងចំណាំនៅមែកឈើតែមិនយូរប៉ុន្មានពួកគេក៏ដើរមកដល់កន្លែងដើមទៀតអ្នកភូមិភ័យរន្ធត់ណាស់នាំគ្នាអង្វរលោកតាសើឲ្យជូនពួកគេទៅផ្ទះវិញតែហួសពេលទៅហើយលោកតាសើក៏ទាញដាវឈើពីចង្កេះកាប់ផ្ដាច់អាប់ពណ៌ស្នេះពេលបន្តដំណើរទៅមុខទៀតស្រាប់តែមកទើសនឹងជ្រោះទឹកធ្លាក់លោកតាសើភ្ញាក់ព្រឺព្រោះទៅមុខទៀតមានតែស្លាប់តែភ្លើងនេះក៏មិនអាចចាប់ដើមសង្ស័យក៏សួរថាតើមានប្រុសណាម្នាក់នៅទីនេះធ្លាប់ប៉ះពាល់បំផ្លាញកិត្តិយសក្នុងស្នេហ៍ទេអាស្រូវបែបនេះគ្មានអ្នកណាហ៊ានទទួលឡើយតែពួកគេមិនដឹងទេថាបើនៅតែលាក់បាំងគឺមានតែផ្លូវស្លាប់ទាំងអស់គ្នាការពិតសពនេះគឺជាព្រះនាងចៅយ៉ាងដែលសោយទីវង្គតកាលពី1000ឆ្នាំក្នុងភ្នូររបស់ទ្រង់មានទ្រព្យសម្បត្តិមហាសាលកាលពី3ថ្ងៃមុនទឹកជំនន់បានគាស់កែមឈូសព្រះនាងផុសឡើងមកអ្នកភូមិឃើញក៏ស្រង់យកមកពេលបើកមើលទើបដឹងថាសុបមិនទាន់រលួយហើយស្រស់ស្អាតខ្លាំងណាស់តែគ្មាននរណាចាប់អារម្មណ៍នឹងផ្សែងពុលពណ៌ផ្កាឈូកដែលសាយភីចេញមកនោះទេយប់ឡើងពួកប្រុសក៏លួចចូលទៅក្នុងសាលាទៀនរួចលួចចេញមកវិញទាំងទឹកមុខពេញចិត្តរហូតដល់លោកតាសើមកដល់ទើបដឹងពីអត្តសញ្ញាណរបស់ព្រះនាងនិងក៏សម្គាល់ឃើញក្លិនខ្មោចយ៉ាងសាហាវគាត់ក៏សម្រេចចិត្តសែងសពត្រឡប់ទៅភ្នូរវិញតែអ្នកដែលត្រូវសែងត្រូវតែជាប្រុសបរិសុទ្ធដែលមិនធ្លាប់ប៉ះពាល់ព្រះនាងចំណែកអ្នកភូមិទាំងនេះគិតតែម្យ៉ាងគឺចង់ចូលទៅក្នុងភ្នូរព្រះនាងដើម្បីលួចយករបស់នាងបានលាក់បាំងការពិតពីលោកតាសើរួចលួចតាមមកកណ្ដាលអធិធបែបនេះប៉ុន្តែតើព្រះនាងអាចលេបកំហឹងដែលត្រូវអ្នកភូមិបំពេញបានយ៉ាងម៉េចទៅទ្រង់បានហៅវិញ្ញាណខ្មោចរាប់មិនអស់មកដើម្បីចូលសន្ធិដ្ឋអ្នកភូមិតែត្រូវខកបំណងដោយសារមានលោកតាសើនៅទីនេះបន្ទាប់មកទ្រង់ក៏បញ្ចេញអាប់បិទបាំងផ្លូវធ្វើឲ្យគ្រប់គ្នាដើរវង្វេងក្នុងវិលវល់តែនៅតែត្រូវលោកតាសើបំបែកបានដដែលរហូតមកដល់មាត់ជ្រុះនេះទើបលោកតាសើដឹងថារឿងធំហើយគាត់ប្រញាប់សួរគ្រប់គ្នាថាតើមានអ្នកណាបានប៉ះពាល់ព្រះនាងដែរឬទេពេលនេះមានតែរកមុខជននោះឃើញហើយបោះចូលជ្រុះទើបអ្នកផ្សេងអាចរស់បានតែក្នុងពេលអាយុជីវិតព្យួរលើរស័យសក់បែបនេះនៅតែគ្មាននរណាហ៊ានសារភាពទៀតស្រាប់តែនារីម្នាក់សង្កេតឃើញឈាមស្រក់ចុះមកបញ្ឈប់ពីក្នុងស្នែងអ្នកភូមិភ័យស្លន់ស្លោនាំគ្នារត់ចេញឆ្ងាយលោកតាសើក៏ប្រញាប់ចូលទៅមើលហេតុអីបានជាពស់របស់ទ្រង់សពស្រីនេះមានផ្ទៃពោះហើយមានផ្ទៃពោះកូនខ្មោចនេះកាចសាហាវណាស់ទ្រង់កំពុងរកឪពុកបង្កើតរបស់វាហើយឪពុកវាយ៉ាងហោចណាស់ក៏ស្ថិតក្នុងចំណោមពួកឯងនេះដែរសពស្លាប់រាប់ពាន់ឆ្នាំនៅអាចមានកូនបានទៀតរឿងនេះសាហាវពេកហើយលោកគ្រូតើនេះមានរឿងអីទៅនាងស្លៀកសម្លៀកបំពាក់កូនក្រមុំពណ៌ក្រហមប្រកាសជាស្លាប់ក្នុងយប់រៀបការភាគច្រើនគឺត្រូវប្តីធ្វើបាបរហូតដល់ស្លាប់រាជវង្សមានច្បាប់មិនឲ្យបញ្ចុះសពដែលមានកំហឹងទេទើបគេបញ្ចុះចោលយ៉ាងប្រញាប់ប្រញាល់បែបនេះចុះហេតុអីបានជាកូនខ្មោចនេះអាចធំធាត់បានទៅក្នុងពោះរបស់នាងមានកូនខ្មោចបង្កប់ស្រាប់ទៅហើយប៉ុន្មានថ្ងៃនេះមានគេផ្ដល់ធាតុយ៉ាងឲ្យនាងកូនខ្មោចនេះស្រូបយកធាតុយ៉ាងទើបវាអាចធំធាត់បានលោកគ្រូឲ្យជួយផងជួយពួកយើងផងចុះយើងមិនចង់ស្លាប់ទេជួយផងបងចង់រងាប់កំហឹងខ្មោចនេះមានតែវិធីមួយគត់គឺអ្នកដែលបានប៉ះពាល់សពត្រូវតែលោតចុះពីលើជ្រោះនេះដោយខ្លួនឯងយកវិញ្ញាណយ៉ាងរបស់គេទៅបូជាទើបអាចដូរយកជីវិតអ្នកផ្សេងបានគឺឯងនឹងហើយមិនមែនខ្ញុំទេគឺវាមិនមែនខ្ញុំទេខ្ញុំមិនបានប៉ះសពទេគឺវាខ្ញុំអត់បានប៉ះទេមិនមែនខ្ញុំទេខ្ញុំអត់ដឹងអីទេវានឹងហើយដែលប៉ះឯងនៅប្រកែកទៀតបានហើយឈប់ឆ្លោះគ្នាទៅមកដល់ថ្នាក់នេះហើយអ្នកណាដែលប៉ះសពប្រញាប់លោតចុះទៅភ្លាមទៅខ្ញុំអាចជួយអ្នកផ្សេងបានតែបើទុកឲ្យខ្ញុំរកឃើញដោយខ្លួនឯងមិនត្រឹមតែឯងស្លាប់ទេសូម្បីគ្រួសារឯងក៏ត្រូវស្លាប់តាមនឹងដែរខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹងសូត្រមន្តអាគមការពារវិញ្ញាណអាក្រក់ជិះចេញពុះពីថយទៅទីងមងចំបើងអាចទប់ទល់ពុះពីទាំងនេះបានតែមួយផ្លែតប៉ុណ្ណោះមិនបានយូរទេបើ3នាទីទៀតខ្ញុំនៅតែរកមិនឃើញ
អ្នកដែលប៉ះពាល់សពនេះទេពួកយើងទាំងអស់គ្នានៅទីនេះនឹងត្រូវពុះខំស្លាប់មិនខានអ្នកណាធ្វើប្រញាប់ចេញមុខមកបើទុកឲ្យខ្ញុំរកឃើញមិនត្រឹមតែរស់មិនបានទេថែមទាំងបំផ្លាញគ្រួសារឯងទៀតគិតឲ្យច្បាស់ទៅនិយាយមកគឺតាខ្វាយជាអ្នកប៉ះខ្ញុំមានភស្តុតាងកូនស្រីពុកពិតជាពុកមែនពុកឯងជាអ្នកប៉ះសឹកនោះមែនទេតាខ្វាយឯងនិយាយផ្ដេសផ្ដាសអញមិនដែលប៉ះសឹកនោះទេខ្ញុំមានរូបថតស្អីគេតាខ្វាយឯងពិតជាបានប៉ះសឹកនោះមែនសពស្រីនោះមិនឆ្ងល់ទេដែលលោកគ្រូថាមានក្លិនខ្មោចសាហាវម្លេះការពិតគឺឯងនេះតើសឹងតែចាញ់បោកវាបាត់ទៅហើយមិនឆ្ងល់ទេតាមផ្លូវជួបរឿងចម្លែករហូតនឹងអាកូវឯងនិយាយពិតមែនអត់យករូបថតមកមើលឲ្យច្បាស់មើលមេភូមិមើលចុះរូបនេះថតបានតែពេលគាត់នៅមាត់ទ្វារតើមិនបានថតចុះពេលគាត់ប៉ាសពេលណាប្រហែលគាត់គ្រាន់តែចូលទៅយករបស់ហើយចូលមើលបន្តិចបន្តួចក៏មិនដឹងមែនហើយរូបថតនេះគ្រាន់តែបញ្ជាក់ថាពុកខ្ញុំធ្លាប់ទៅទីនោះមែនតែមិនមែនបញ្ជាក់ថាគាត់បានប៉ះសពទេអាកូវក្រៅពីរូបថតមួយសន្លឹកនេះឯងមានភស្តុតាងផ្សេងទៀតទេខ្ញុំថតបានតែមួយសន្លឹកនឹងទេពេលនោះងឹតពេកខ្ញុំមិនហ៊ានចូលគៀកសពទេក៏ថតបានមួយប៉ុស្តិ៍នឹងទៅមែនហើយមេភូមិថ្ងៃនោះខ្ញុំពិតជាបានទៅសាលាទៀនមែនតែខ្ញុំគ្រាន់តែទៅយកយន្តសន្តិភាពរបស់ខ្ញុំប៉ុណ្ណោះពេលចិត្តចេញមកវិញខ្ញុំក៏ក្រឡេកមើលសពបន្តិចមែនតែខ្ញុំស្បត់ថាខ្ញុំមិនបានប៉ះនាងទេត្រូវហើយពឹងផ្អែកលើរូបថតតែមួយសន្លឹកមិនអាចសន្និដ្ឋានថាគាត់បានប៉ះសពនោះទេអ្នកទាំងអស់គ្នាកុំជឿពាក្យវាគឺតាខ្វាយនឹងហើយវាជាអ្នកធ្វើឲ្យយើងជាប់នៅទីនេះត្រូវពោះពីវាប្រហារទៀតប្រញាប់រុញវាទម្លាក់ទៅបើមិនអញ្ចឹងទេយើងស្លាប់ទាំងអស់គ្នាលើហើយនៅចូលធ្វើអីទៀតកុំស្ទាក់ស្ទើរអីដល់ម៉ោងហើយយើងនឹងស្លាប់ទាំងអស់គ្នារុញវាទម្លាក់ទៅតាខ្វាយជួយផងលេងខ្ញុំពុកលេងពុកខ្ញុំទៅគាត់ស្លាប់ឥឡូវហើយខ្សែកនេះគឺឯងលួចដោះចេញពីព្រះកាយព្រះនាងចៅយ៉ាងមែនទេការពិតគឺឯងសោះខ្ញុំឆ្ងល់ណាស់មិនក៏ឯងចេះតែទម្លាក់កំហុសឲ្យតាខ្វាយម្លេះការពិតគឺឯងចង់ទម្លាក់កំហុសឲ្យគេសោះតែខ្សែកនេះជ្រុះចុះមកកុំអីខ្ញុំសឹងតែចាញ់បោកឯងបាត់ទៅហើយឯងចង់ទម្លាក់កំហុសឲ្យតាខ្វាយទៀតខ្ញុំអត់ទេឯងនៅហ៊ានប្រកែកថាដើមមិនបានប៉ះសពទៀតខ្សែកនេះច្បាស់ណាស់ថាឯងដោះពីស្បមកមេភូមិខ្ញុំស្បោះខ្ញុំគ្រាន់តែលុបខ្លួនលូកខ្សែកនេះដើម្បីយកទៅលូកបានប៉ះពាល់បំផ្លាញកិត្តិយសមែនណាវាក៏ហក់ហើយបើមិនបានប៉ះសពទេចុះដោះខ្សែកចេញពីសពបានយ៉ាងម៉េចទៅឥឡូវភស្តុតាងច្បាស់ក្រឡែតហើយអ្នកទាំងអស់គ្នាចាប់វាទម្លាក់ទៅដើម្បីរងាប់កំហឹងសពនេះទៅអាកូវទេមេភូមិមិនមែនខ្ញុំទេខ្ញុំអត់បានធ្វើទេមេភូមិមិនមែនខ្ញុំទេជួយផងមេភូមិអូមានផ្លូវហើយឃើញទេមានផ្លូវមួយនៅទីនោះពួកយើងរួចជីវិតហើយសំណាងហើយដែលបោះអាកូវចុះទៅរងាប់កំហឹងព្រះនាងទើបឥឡូវមានផ្លូវរស់សម្រាប់ពួកយើងដើរលោកគ្រូក្នុងនៅពេលមានផ្លូវពួកយើងប្រញាប់ទៅគុំនៅបង្អង់យូរទៀតអីតោះពួកយើងដើរតាមផ្លូវតូចនេះទៅដើរឲ្យជាប់គ្នាកុំឲ្យដាច់ហ្វូងណាតោះបាត់តោះទៅសែងទៅមានរឿងអីហ្នឹងអំបញ្ញមិញពួកវានៅខាងក្រោយសោះមិនក៏លោតមកនៅខាងមុខអញ្ចឹងមិនបាត់សោះដោះមិនរួចទេរត់មិនរួចទេពួកវាតាមទាន់យើងហើយចប់ហើយគួរធ្វើមិនទៅខ្ញុំមិនចង់ស្លាប់ទេ